ចូលម៉ែចូលពីទឹកដែរបងប្អូនណាអូអត់ជឿបងប្អូនយ៉ាងដែរឃើញតែពីសបងប្អូននេះឥឡូវគឺចំណោពីក្នុងរួចខ្ញុំជិះទៅវាស្គមបងប្អូននេះទឹមស្ទក់ទៅពិតខ្ញុំថាអត់ចង់យកវាទេបងប្អូនរួចយើងជិតប៉ះវាហើយបងប្អូនណានេះប៉ះវាហើយប៉ះខ្ញុំនេះថ្មិញវាចោលទៀតបងប្អូនវាអត់រស់ទេបងប្អូនវាអត់រស់ទេខ្ញុំប៉ះក្បាលវាបើយើងប៉ះដៃជើងវាសងខាងទៅវាធានាថាវាដោះដៃជើងមកវិញវារស់បងប្អូនណានេះប្រភេទរុនចរិតបងប្អូនណាតែខែនេះវាអត់មានធំទេបងប្អូនហើយអត់សូវមានច្រើនដូចខែ1ខែ2ឬក៏ខែ5ទេបងប្អូនណាប្រភេទរុនវាបងប្អូនអញ្ចឹងខ្ញុំប្រាប់បងប្អូនណែនាំប្រាប់បងប្អូនឲ្យហើយបងប្អូនណាហើយបងប្អូនហាស្គាល់ហ៊ុនចរិតដូងបងប្អូនមិនចរិតដៃទេមិនចរិតយើងដាក់អំពូបើកធៀងថ្នោតឬក៏ធៀងដូងហើយចាញ់កហូចចាញ់ណាបងប្អូនអានេះចរិតដូងវាធំជាងចរិតដៃបងប្អូនធំខ្លះចង់អាមេវាអាបាវាចង់ប៉ិនមេដៃបងប្អូនតាមពូជវាបានភិកច្រើនប៉ិនមេកូនដៃទេបងប្អូនចរិតដូងណាតែខែនេះវាទំញាស់ទេបងប្អូនទំនៅទេហើយរសជាតិវាចរិតនេះឆ្ងាញ់ជាងចរិតដូងឆ្ងាញ់ជាងបងប្អូនហើយយើងនិយាយទៅដឹងខ្លួននរណាបងប្អូននិយាយទៅប្រភេទបើយើងខែប្រាំងយើងមកចាំដើរជិតយើងបងប្អូនជាប់ជិតយើងចេះដូចខ្ញុំប្រាប់ចេះបងប្អូនជាប់ជិតចេះចឹងធ្វើហ៊ុនមាននៅណាយំពេលខ្លះចរិតដូងមានយំបងប្អូនមានយំរញឈ្មោះវាចឹងយើងឃើញមានយំទៅយើងយកជាប់នេះបងប្អូនយកជាប់ចឹងទៅយកក៏កវិតក៏បានដែរបងប្អូនតែអីក៏បានយកដាក់ជីកដល់មុខវាក៏វាចូលរុនចឹងយើងចាប់បានពីខែវាយំបងប្អូនណាអញ្ចឹងយើងស្រួលយើងអត់ប្របាក់ជីកបងប្អូនណាតែខ្ញុំនិយាយទៅឃើញដែរអត់ឃើញរុននេះបងប្អូនណានឹងរុននេះមិនឃើញកពុកដីបងប្អូនអត់ឃើញបងប្អូនឃើញរុនមិនឃើញកពុកដីវានៅបងប្អូនវាមានតែឡើងដើររត់ទៀតបងប្អូនណាហើយខែនេះយើងមកចាំដើររត់ទេខ្ញុំប្រាប់ហើយខ្ញុំចង់ធ្វើវីដេអូប្រាប់បងប្អូនខែនេះយើងមកចាំដើររត់ទេចរិតដូងបងប្អូនខែនេះយើងរកចរិតដៃបងប្អូនចរិតតែយើងដាក់អំពូលតែវាមកហ្នឹងបងប្អូននេះតែមានហើយវាទំនៅទេវាទុកមាននៅដល់ខែប្រាំងអីបងប្អូនទូមិនអត់ឃើញរុននេះបានឃើញពពុកដីវានេះដែរអានេះមិនរុនចរិតទេបងប្អូនរុនសម្ោតអីតាមនេះសបោណាបងប្អូនខែប្រាំងអីបានខែនេះយើងយកសើមានព្រៃនេះមូសហើយបងប្អូនហើយមូសយកតាមមែនតេហ្មងព្រៃអត់បងប្អូនតើនៅវាព្រៃមូសពេកបងប្អូនខ្ញុំហើយទីមួយខ្ញុំដាក់ហៅហ៊ុនពីរណែបងប្អូនហើយឃើញជីតគឺទៅមកចាំតារុនចឹងរត់ទេបងប្អូនរុនខ្យាតម្រៃតែវាចេះធ្វើរុនដែរបងប្អូននេះប្រភេទរុនខ្យាតម្រៃបងប្អូនតែខ្ញុំអត់ជីកទេណាបងប្អូនសរសើរខ្ញុំជីកដឹងសរសើរតែវាមានតិចពេកបងប្អូនមានមួយហ៊ុនទៅយើងជីកទៅដឹងយកវាធ្វើអីតែអត់មកថាយើងដើរជីកបានហ៊ុនច្រើនអាហ្នឹងចាំយើងយកបងប្អូនណាកុំឲ្យខាតទេយើងជីកវាឲ្យវាពងកូនទៅបងប្អូនហើយប្រភេទសត្វណាអត់តែវាធ្វើហ៊ុនកន្លែងណាមួយវាចាប់ដើមពងកូនហើយបងប្អូនយ៉ាងយូរ1ខែ2ខែ3ខែអីវាពងហើយបងប្អូនណាអញ្ចឹងដូចពីភេទនេះសួរនាំខ្យាតម្រៃបងប្អូននេះខ្យាតម្រៃ
តែខ្ញុំអត់ជីកទេណាបងប្អូនឲ្យអត់បានជីកទេទៅសារតែឃើញតែមួយទេបានខ្ញុំដើររកឃើញឈើទៅខ្ញុំយកចំណាំទៅខ្ញុំជីកម្ដងទៅវាបានច្រើនបងប្អូនប្រភេទហ៊ូនខ្យាដំរីបងប្អូនណាហើយនេះហ៊ូនអពីងបងប្អូនណាដូចខ្ញុំប្រាប់បងប្អូនតាំងពីហ៊ូនចង្រិតតាំងពីហ៊ូនខ្យាដំរីហើយហ៊ូនអពីងតែហ៊ូនអពីងនេះក៏ពិតវាមានក្បាលហ៊ូនវាមានពពីពីបងប្អូនទៅសារតែកន្លែងនេះគូដាក់ជន់បងប្អូនណាគូដាក់ជន់ណាគូដាក់ជន់កន្លែងហ៊ុនវាទៅវានេះវាចិត្តណាបាទខ្ញុំនៅចាំកន្លែងហ្នឹងបងប្អូនខ្ញុំចិត្តពី3ជាប់ទៅគឺហ៊ុនវាបងប្អូនណាកន្លែងនេះសត្វភ័យបងប្អូនដើមទីខៀងខែបងប្អូនអញ្ចឹងប្រភេទអពីងប្រភេទហ៊ុនដែលធ្វើដែលចេះវាសរសើរនៅបងប្អូនណាខ្ញុំថាជីកបងប្អូនជីកសារនេះជីកយកហើយសារនេះមកបានតែកវ៉ាត់ទេបងប្អូនមកបានតែកវ៉ាត់ទេដោយសារតែកវ៉ាត់នេះយកមកស្ការភ័យខាងនោះទេបងប្អូនស្ការភ័យខាងនោះហ៊ូននេះអស់បងប្អូនចាំមើលរីករាយទស្សនាមួយខ្ញុំដល់គ្នាបានខមមិនបានអាពីងមួយនេះដោយសារតែខ្ញុំបានយកជាប់មកយកកវ៉ាត់មកជីកទេបងប្អូនណាហើយកវ៉ាត់យើងជីកបានហើយហ៊ុនអាពីងបើជ្រើមួយម៉ាគេខ្លះគេជីកយកកវ៉ាត់យកជីកហ៊ុនពោះបងប្អូនណាហ៊ុនដីប្រភេទដីហឹងទៀតហើយយើងដីធូរប៉ុណ្នេះយើងជីកទៅបានដល់ចប់ហើយកវ៉ាត់ហ្នឹងបងប្អូនចាំរីករាយទស្សនាមួយខ្ញុំដល់គ្នាខ្ញុំហ៊ានប្រហែលអត់មានគេកាន់កាមេរ៉ាឲ្យបងប្អូនបានមានដងកាមេរ៉ាទៅយើងដាក់ឈរទៅវាស្រួលជីកហ្នឹងបងប្អូនលើបានមួយអាពីងខ្ញុំបងប្អូនអាពីងខ្ញុំស្មានតាសក់ដូចជាពោះដូចជាស្អីទេបងប្អូនណាអាពីងតែវាសក់ដែរបងប្អូននេះសំណក់វាក្នុងហ៊ុនបងប្អូនខ្ញុំចិត្តមិញដូចខ្ញុំនិយាយប្រាប់ចឹងខ្ញុំចិត្តថា2 3កវ៉ាត់យើងបងប្អូន3 4កវ៉ាត់ទៅដល់ហ៊ុនអាពីងដែលវាធូរដែរបងប្អូននេះចូលម៉ែនចូល2ទឹកដែរបងប្អូនណាហូតអត់ជឿបងប្អូនខ្ញុំដៃឃើញអាពីងសបងប្អូននេះឥឡូវគឺសំណក់ពីក្នុងហ៊ុនខ្ញុំជីកទៅវាស្គមបងប្អូនវាទឹមស្ទក់តែពិតខ្ញុំថាអត់ចង់យកវាទេបងប្អូនហូតយើងជីកប៉ះវាហើយបងប្អូនណានេះប៉ះវាហើយហូតប៉ះខ្ញុំនេះថ្មិញវាចោលទៀតបងប្អូនវាអត់រស់ទេបងប្អូនវាអត់រស់ទេខ្ញុំប៉ះក្បាលវាបើយើងប៉ះដៃជើងវាសងខាងទៅវាធានាថាវាដោះដៃជើងមកវិញវារស់បងប្អូនណាអានេះខ្ញុំប៉ះក្បាលវាអញ្ចឹងវាអត់រស់ទេហើយវាទឹមសក់ដបងទៀតជើងវារៀងទុនបងប្អូនរៀងទុនវាខ្វក់អញ្ចឹងអាណិតដែរបងប្អូននឹងធ្វើមិនបាច់យើងជីថាវាមិនតន់សទៅវាទឹមសដែរវារៀងទុនបងប្អូនអានេះវាខុសពីក្តាមនេះក្តាមយើងទឹមសអីហ្នឹងយើងឈឺយកបងប្អូនវាទុនតែពីនេះវាសដែរនេះបងប្អូននេះសំណល់វាបងប្អូនសអញ្ចឹងតាមមកថាខ្ញុំយកទៅខ្ញុំអត់យកទៅវាអត់ការបងប្អូនដោយសារតែយើងប៉ះវាអីបងប្អូនប៉ះវាបាត់ហើយហ្នឹងអញ្ចឹងវាយើងយកទៅបងប្អូនហើយហ៊ុនអាពីងនេះវាមានតែមួយបាទខ្ញុំដល់រហូតទេប្រហែលមាន1 2ទៀតបងប្អូនកន្លែងដីទូយើងវាសានៅភ័យបងប្អូនសាដាំទៅគៀងខែកភ្លេងប្រហែលមេទៅធ្វើឲ្យដើមឈើរុក្ខជាតិទាំងអស់ទៅស្រស់ស្រាយបងប្អូនណាស្រស់ស្រាយហើយដើមឈើភីសង្ងាត់បងប្អូនណាយ៉ាអាលោកព្រាតតែភ័យនេះបងប្អូនចូលជ្រៅមូសហើយបងប្អូនមូសខែនេះខែវស្សាមូសច្រើនណាស់បងប្អូនហើយដូចគូវងមូសតាមនេះអីយើងរកអាពីងវាពិបាករកទេខែនេះទៅដូចខ្ញុំប្រាប់បងមកបងប្អូនដូចខ្ញុំជីកមិញមានសំណពិសោដូចក្តាមចឹងបងប្អូនណាហូតវាទុនណាហូតខ្ញុំប៉ះវាទៅជីកច្រឡំថាមិនមកឲ្យវារស់ទេបងប្អូនហូតទៅខ្ញុំប៉ះបាត់ហើយបាទខ្ញុំទុកទៅពីខាតបងប្អូនហើយហើយទៅយកមកទៅយើងបាននេះដើមដើមនេះដើមចន្ទីបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនកន្លែងនេះទេកន្លែងក្រោយផ្ទះបងប្អូនកន្លែងនេះក្រោយផ្ទះទេ
20បងប្អូនហើយតាក់ជើងទៀតអូអានេះរុនចរិតបើកបងប្អូនមកជីទេរុនបើកបងប្អូននេះបងប្អូននេះគឺបងប្អូនរុនបើកចឹងមកជីទេជីទៅយើងចរិតវានៅទេមួយខែនេះខ្ញុំអត់ជីទេខែនេះចរិតដងវាដូចខ្ញុំប្រាប់ចឹងអត់វាអត់មានទេវាមានតែមានទូចតខែប្រាំងបានល្អធំឆ្លោះខែនេះទូចតែវាមានប្រភេទសត្វដូចជាក្អែបដូចជាខ្ទួយដូចជាស្អីវាចូលស៊ីប្រភេទដល់ចង្រិតបងប្អូនអញ្ចឹងហូនចំហអញ្ចឹងយើងម៉ាត់ជីទេបងប្អូនយើងម៉ាត់នេះទេវាយើងជីទៅបានតែក្អែបខ្ទួយទេបងប្អូនចូលស៊ីចរិតណាបងប្អូនដាក់នេះមីក្រូបននៅភូមិផ្សេងទេបានលឺបងប្អូនលឺតោះហ្នឹងអូយមិនខ្វល់នេះប្រភេទកនុកអីធំបងប្អូននេះបងប្អូនកនុកនេះអមកនុកអីហើយចរិតតែវាទំធ្វើវាពពុកដីវាអាចដីវាច្រើនបងប្អូនហើយនេះបងប្អូនមូសដូចខ្ញុំពាក់ឲ្យខ្លីបងប្អូនមូសខាំនេះខ្លីក៏ពេញខ្ញុំមកនឹងមកលើកអស់នៅភូមិខ្ញុំយកដាក់នៅក្នុងភូមិទេបងប្អូនលើកអស់ទេហើយអស់នេះទៀតទៅមកនេះដែរបងប្អូនម៉ែក៏លក់ដើមឈើនោះបងប្អូនដើមឈើនោះលក់អីគេដើមឈើប្រហែលដើមឈើអីទេក៏ខ្ញុំស្គាល់ដែរគេយកធ្វើក្រែធ្វើតុកធ្វើអីបងប្អូនហើយលក់គេយើងនេះបងប្អូនអាធៀងវាក៏សម្រាប់វានេះយើងនេះទៅបងប្អូនណាយើងសម្រាប់វាទៅយើងយកអស់នេះយកទៅដុតបងប្អូនហើយយើងធៀមទៅបងប្អូនឥឡូវទីទៅភ្លៀងជោគជាប់មែនតើទៅយើងប្រហែលអស់ដុតហ្នឹងបងប្អូនទៅមកលើមេឃភ្លៀងល្មមនេះទីទៅចូលខែវស្សាខ្លាំងមែនតើទៅយើងប្រហែលអស់ដុតហ្នឹងបងប្អូនយើងត្រាតែយើងប្រើខ្ជុំប្រើក្រែះចឹងវាចោះលុយច្រើនបងប្អូនណាវាចំណាយលុយច្រើនមកយើងមានអស់ទៅវាទៅចំណាយលុយទីមួយយើងនៅស្រុកខ្សែបងប្អូននៅស្រុកខ្សែអញ្ចឹងវាតែមកថយពាក់កណ្ដាលដែរបងប្អូនណាហើយយើងអត់ធ្វើអញ្ចឹងទេវាអត់ការទេបងប្អូនវាចំណាយដើមទុនច្រើនអញ្ចឹងខ្ញុំត្រូវទីទៀតខ្ញុំត្រូវនេះទៅប្រមូលនេះបងប្អូនយកទៅផ្ទះសម្រាប់យកក្បិតមកហើយសម្រាប់ទៅនេះបងប្អូនមកកណោ